ពេជ្រសម្បត្តិពិតជាគួរឲ្យកោតសរសើរមែនទែនបច្ចុប្បន្ននេះគឺគាត់មានលទ្ធភាពក្នុងការជួយទ្រទ្រង់គ្រួសារទាំងសងខាងទាំងខាងប្រពន្ធទាំងខាងគាត់តែម្ដងគាត់បាននិយាយថារាល់ប្រាក់ចំណូលរបស់គាត់ដែលបានហ្នឹងគឺគាត់ទុកឲ្យប្រពន្ធរបស់គាត់ជាអ្នកទុកដាក់ហើយគាត់ធ្វើការសុំបន្តិចបន្តួចសម្រាប់ធ្វើការចាយវាយផ្សេងចំណែកឯម្ដាយរបស់ខ្លួនក៏ដូចជាម្ដាយខាងប្រពន្ធហ្នឹងគឺគាត់ឲ្យជាប្រចាំខែតែម្ដងចំនួន$200នឹងការចាយវាយទៅលើបងប្អូនផ្សេងទៀតគឺគាត់បានចូលរួមជួយគ្រួសាររបស់គាត់ច្រើននេះហើយបងប្អូនបាទគឺថាវិស័យកីឡាប្រដាល់គុណខ្មែរនេះបានជួយកែប្រែពេជ្រសម្បត្តិមែនទែនក្នុងការចូលរួមត្រឹមតែ5-6ឆ្នាំហើយយើងឃើញពីការតស៊ូសិលធម៌ភាពរួសរាយរាក់ទាក់និងការយល់កលៈទេសៈរបស់ពេជ្រសម្បត្តិស័ក្តិសមជាបុគ្គលមួយដែលយើងគួរឲ្យកោតសរសើរមែនទែនចុះបងមើលហើយទៅចូលបងឯងអញ្ចឹងខ្ញុំអត់តែសួរណាឧទាហរណ៍ពាក់ព័ន្ធលើចំណូលតែបងឯងបានអស់អស់មកបាទអស់ឲ្យសុំវិញអូលីប្រុសល្អចំនេះហៅថាក្បួនរបស់ខ្មែរយើងជាទូទៅឲ្យមេផ្ទះគាត់អ្នកទុកដាក់ស្ត្រីគាត់អ្នករៀបចំទុកដាក់ទៅព្រោះពេលខ្លះយើងប្រុសយើងកាន់លុយគង់ដែរបាទពីមុនកំណត់សុំគាត់មកប្រកួត100តែឥឡូវគាត់ឲ្យពេលខ្លះគាត់ឲ្យមកប្រកួត20,000 10,000អីតាមพูดแต่ยังវាយបែងចឹងមែនយូរតិចទៅវាយបែងអូយូរតាំងទៅហ្នឹងហើយចប់ឡប់ពីមុនអីចាំពីមុនអីយើងគេលុយគេបាញ់ឲ្យខ្ញុំទេពេលវាយឲ្យគេបាញ់ខ្ញុំចឹងយើងដកទុកខ្លួនឯងតែឡើយអត់ទេបាញ់ឲ្យអស់ឲ្យខ្ញុំសុំវិញតែពេលសុំវិញឲ្យតែបើសុំ100ឲ្យតែ20,000ទេបើសុំ20,000ឲ្យតែ10,000ទេឲ្យពាក់កដាលបាទក៏លើធនាគារនេះមែនធនាគារនេះខូចមែនណាមើលសួរផ្លែផ្កាមើលនេះសួរដោយអត្តន័យនេះមកពូរសាឃើញសម្បត្តិជាកីឡាករបច្ចុប្បន្នឈានមុខល្អទាំងព្រមទាំងការប្រកួតទាំងការរៀបចំគ្រួសារផ្សេងក្រោយពីការប្រឡូកឲ្យលុយឲ្យកាក់ប្រពន្ធទុកដាក់ហ្នឹងតើសមិទ្ធផលដែលសរសៃសំបានរួមគ្នានោះបាននេះខ្លះហើយឡើយមកដល់គិតត្រឹមពេលនេះហ្មងបាទមកគិតដល់ពេលនេះយើងគិតថាយើងបើថាស្លាននឹងខាងក្រុមហ៊ុនឲ្យទេយើងគិតថាបានមេផ្ទះពីគ្រួសារហើយយើងសល់លុយតិចតួចហើយនឹងមុនទិញដីមួយកន្លែងអូនេះស្ងាត់ទៅនៅខាងស្រុកកំណើតដែរបាទនៅស្រុកបាទដីហ្នឹងមានផ្ទះមួយផ្ទះឈើតែផ្ទះ7 8ផ្ទះធំដែរតែដី1ម៉ោងទេជិត40000ទុំក្រាក់តែបងនេះជាចំណូលដែលយើងសន្សំចាយលុយសុទ្ធខ្លួនឯងប្រើប្រាស់តែម្ដងបាទហ្នឹងលុយយើងកម្លាំងយើងឈាមយើងចេញពីបដាល់ប្រកួតបដាល់សុទ្ធហ្មងតែពិតខ្ញុំចង់ឲ្យសម្បត្តិបង្ហាញឲ្យច្រើនបានដល់បងប្អូនចឹងព្រោះដើម្បីជាការលើកទឹកចិត្តទៅកាន់កីឡាករផ្សេងមានធ្វើវានៅមានទៀតធ្វើផ្ទះបងប្អូនស្រីខ្ញុំមួយទៀតចំណាយខ្ទង់ប្រហែលដែរអាចប្រាប់បានធ្វើផ្ទះហ្នឹងជិត15000 15000ឲ្យបងអូនស្រីបាទហើយចុះម៉ាក់មីងម៉ែគាត់ជាប្រចាំគាត់ក្នុងមួយខែ200ផ្សេងហើយគាត់ពេលដែលគាត់ឈឺស្កាត់អីយើងមើលថែទៀតផ្សេងទាំងមិនថាម៉ែក្មេងម៉ែបង្កើតគឺមួយខែគឺ$200អូសម្រាប់មួយគ្រួសារម្នាក់គាត់បាទបងប្អូនផ្សេងអញ្ចឹងទៅដល់ខាងខ្ញុំធ្វើផ្ទះឲ្យអញ្ចឹងខាងបងប្អូនខ្ញុំគាត់ដែលយើងឲ្យគាត់រស់ស៊ីតាមទុនអញ្ចឹងទៅបាទនឹងសម្រាប់ខ្ញុំខ្លួនឯងបាទឡាកោផ្សេងអត់ដឹងដែរហ្នឹងហើយចំណុចអស់ហ្នឹងហើយដែលខ្ញុំជាថាយើងធ្លាប់ស្គាល់ពីសម្បត្តិសួរនាំច្រើនយើងតែងតែកោតសរសើរគាត់ប្រយោលតែឥឡូវបានប្រហើបជូនបងប្អូនក៏ដូចជាលើកកម្លាំងចិត្តទៅកាន់បងប្អូនកីឡាករផ្សេងទៀតណាបានឱកាសកីឡាករនិយាយឲ្យស្មោះត្រង់ហ្មងបើរលុយបានចេះសំទុងសំដាក់ទៅដោយសម្បត្តិគាត់បានប្រពន្ធជួយគ្រប់គ្រងថវិកាបាទការចាយវាយើងមានកំណត់ទៅយើងឆាប់សល់ឆាប់ឃើញផ្លែផ្ការបស់យើងដាក់ស្រួលដកបបាក់តែសល់ដាក់ស្រួលដកបាក់តែសុបាយចិត្តទេរាល់ថ្ងៃបាយខ្លះអត់បាយខ្លះដែរចូលអត់មានឈុតអត់សុបាយសុំគេមកសុំគេមកមិនរត់សុបាយបើសុំគេ20,000ឲ្យ10,000ហ្នឹងហើយយើងទៅហត់ឥឡូវទៅតែអាំង3នាក់យើងទៅមកពេលអត់10,000អត់គ្រប់ទេណាអញ្ចឹងដល់20,000ឲ្យសុំគេ20,000គេឲ្យ10,000យើងមិនសុបាយចិត្តហាលបណ្ដោយតែអីទេសរសើរពេជ្រសម្បត្តិការរៀបចំខ្ញុំសរសើរដោយស្មោះហើយសង្ឃឹមថាវីដេអូនេះបានដឹងឮទៅកាន់បងប្អូនអ្នកគាំទ្រអ្នកបដាល់ផ្សេងអីទៀតបាទអរគុណច្រើនបងរេដូ